តែរុក្ខជាតិក្នុងទឹកនិងលើគោកសុទ្ធតែត្រូវការជីជំនួយទាំងអស់ដើម្បីឲ្យដងដើមឬស្លឹកផ្កានិងផ្លែមានសុខភាពល្អពពុះទឹកនេះខ្ញុំចាក់មេជី 3cc ចូលផើងវាឲ្យបែកកូនបែកចៅបានច្រើនមួយខែខ្ញុំចាក់ម្ដងខ្ញុំមានមេជី 40cc ឬ40មីលីលីត្រហើយទឹកចំនួន60លីត្រកូរឲ្យសព្វរួចទុកមួយសន្ទុះបន្ទាប់មកខ្ញុំដងយកទៅស្រោចដំណាំជុំវិញផ្ទះចំពោះផ្កាគឺយើងប្រើបានគ្រប់ធន់គ្រប់ប្រភេទទាំងអស់មិនថាទៅតែដាំទៅតែដុះឬក៏ដុះយូរហើយកំពុងតែមានផ្កាឬក៏អត់ផ្កាអីទេគឺប្រើបានគ្រប់ស្ថានភាពទាំងអស់គឺយើងអាចបាញ់ស្លឹកក៏បានឬមួយក៏យើងអាចស្រោចថាពីលើអញ្ចឹងដូចខ្ញុំបងប្អូនចំពោះការស្រោចគឺខ្ញុំប្រើមួយខែតែម្ដងទេតែបើចំពោះការបាញ់ស្លឹកវិញគឺអាចកន្លះខែខ្ញុំបាញ់ម្ដងខ្ញុំតែងតែធ្វើបែបនេះបងប្អូនឃើញថាវាចេះតែចេញផ្កាហូរហែហើយបើដើមណាដែលមិនទាន់ដល់អាយុត្រូវចេញទេគឺថាស្លឹកនិងដងដើមវាហ្នឹងគឺមានសុខភាពល្អ